ជំរាបសួរលោកគ្រូខ្ញុំបាទម៉ាន់ស៊ីនហ៊ុននៅថ្ងៃនេះយើងធ្វើការ install Ubuntu server នៅលើ VisualBox បន្ទាប់មកយើងធ្វើការ login នៅជំហានបន្ទាប់យើងធ្វើការកំណត់ comment who am I ដើម្បី install Ubuntu នៅលើ Windows Server បានយើងចូលមកកាន់ជ្រៅមកយើងចូលទៅ install VisualBox យើង search VisualBox បន្ទាប់មកយើង select យក Oracle VisualBox យើង click ទៅលើ download បន្ទាប់មកយើង click ទៅលើ Windows host ប៉ុន្តែខ្ញុំបាន install វារួចហើយជំហានបន្តមកទៀតយើងធ្វើការ install Ubuntu យើង search រក Ubuntu មកបន្ទាប់មកយើង get Ubuntu server ហើយយើងធ្វើការ install វាមកប៉ុន្តែខ្ញុំបាន install វារួចហើយនេះគឺជា Ubuntu server ដែលខ្ញុំបាន install រួចដើម្បី install Ubuntu បានយើងចូលមកកាន់ VisualBox មកតោះមកយើង click យក new តោះមកយើងកំណត់ឈ្មោះវាមកខ្ញុំដាក់ឈ្មោះថា Ubuntu ជំហានបន្ទាប់យើង select folder ដែលយើងត្រូវទុកឧទាហរណ៍ថាខ្ញុំទុកវានៅ drive D បន្ទាប់មកយើង select នៅ ISO image file យើងដាក់ file ដែលយើងបាន install អំបញ្ញវិញ Ubuntu server បន្ទាប់មកយើងកំណត់នៅ username និង password តោះមកយើង tick ទៅលើ guest edition មួយមកតោះមកនៅត្រង់កន្លែង hardware នេះខ្ញុំកំណត់វាយក 4G សម្រាប់ processor ខ្ញុំយក1តោះមកយើង click ទៅលើ enable EFI មកត្រង់ដល់ចំណុច hard disk នេះយើងយក default វាធម្មតាមកតោះមកយើង click finish តោះមកវាធ្វើការ run machine នឹងឲ្យយើងហើយនៅត្រង់ចំណុចនេះដែរយើងធ្វើការដាក់ ISO image file ចូលមកយើងដាក់ចូលហើយយើងធ្វើការ mount and retry mode បណ្ដាចំណុចនេះយើង click ទៅលើ try or install Ubuntu server តោះមកយើង click enter មកមកដល់ចំណុចនេះយើង select យក English តោះមកយើង click enter មកដល់កន្លែង keyboard configuration យើង select យក done មកដល់កន្លែង choose type of installer យើងយក done ទៀតមក network configuration យើងយក done ត្រង់ចំណុច proxy configuration proxy address យើងមិនបាច់ដាក់ទេយើងយក done មកដល់ចំណុច Ubuntu Azure mirror configuration យើងរងចាំវាបន្តិចទៅreading package list តោះមកយើង click យក done មកនៅត្រង់ចំណុចនេះយើងប្រើ arrow key ចុងក្រោមដើម្បីដោះ tick នៅកន្លែង set up this disk តោះមកយើងប្រើ arrow key មករកពាក្យ done យើង click យក done តោះមកយើង click យក done ទៀតមកនៅត្រង់ចំណុចនេះដែរយើង click យក continue នៅត្រង់ចំណុចនេះយើងកំណត់នៅ profile configuration your name ខ្ញុំដាក់ឈ្មោះខ្ញុំបន្ទាប់មក server name ខ្ញុំដាក់ Ubuntu server pick up username នេះយើងកំណត់ឈ្មោះវាមកដើម្បីធ្វើការ login បន្ទាប់មកយើងធ្វើការកំណត់ password ដើម្បីសម្រាប់ login បន្ទាប់មកយើង click យក done មក
នៅត្រង់ចំណុចនេះយើងយកដាក់ទៀតមកនេះយក continue មកដល់ចំណុចនេះយើងធ្វើការប្រើ space ដើម្បី tick វាតមកយើងប្រើ arrow key ចុះមកក្រោមដើម្បីយកដាក់មកដល់ត្រង់ចំណុច feature server snap នេះយើងប្រើ arrow key ចុះមកក្រោមដើម្បី click យកពាក្យដាក់តមកយើងរងចាំវា installមកដល់ចំណុចនេះយើងបាន install វារួចហើយតមកយើងប្រើ arrow key យក reboot now មកដល់ត្រង់កន្លែងនេះយើងគ្រាន់តែចុច enter វាមកវា load error ដោយសារតែយើងត្រូវ remove ឬ install lên file ខ្លះចេញតមកយើងធ្វើការ login នៅ username ដែលយើងបានកំណត់ហ្នឹងមកជាមួយនឹង password វាអត់ show ទេបន្តមកទៀតយើងធ្វើការប្រើ comment whoami មកនោះវានឹង show នៅ username របស់យើង